បរិសុទ្ធចំណាស់បានបោះផ្នែកថ្មីរបស់គាត់បានលុតជង្គង់លើដីដោយសម្លេងក្រហមទៅចុះបរិសុទ្ធនៅពីមុខគាត់នៅតែវាគឺដើម្បីជូនពួកគាត់ឲ្យជួបតែសំណាងខ្ញុំមិនដែលសម័យថានៅមានបន្ទាប់នឹងមានអ្វីមួយបន្ទាប់ដែលនៅលើនោះវាជាសំណល់អាហារសំបីតែចម្លែកជាងនេះទៅចម្លែកណាស់រូបសំណាកបរិសុទ្ធចំណាស់នៅក្បែរគាត់វាដូចជាការឃើញអាហារដ៏ឈ្ងុយឆ្ងាញ់មួយអ្នកត្រូវតែបានយកពីចូលក្នុងមាត់ដូចជាជីវិតរបស់យ៉ាងណាក៏ដោយបរិសុទ្ធនោះយល់ថាវាគួរឲ្យបរិសុទ្ធចំណាស់បានរំលឹកគាត់ម្ដងទៀតមិនថាយ៉ាងណាក៏ដោយត្រូវញ៉ាំអ្វីមួយព្រោះនេះជាគុកមិនដូចកន្លែងផ្សេងទៀតទេមានតែមួយថ្ងៃប៉ុណ្ណោះបើអ្នកមិនញ៉ាំអាហារនេះទេនោះអ្នកគ្រាន់តែបរិសុទ្ធអាចឃ្លានបានគ្មានវិធីផ្សេងទៀតទេខ្ញុំគ្មានជំរឿអ្វីក្រៅពីយកមួយស្មូតទេផ្លែប៉ោមស្អាតមួយរួចរាល់ពេលខ្ញុំឃ្លានពួកគេបានស៊ីបន្ថែមទៀតហើយមិនយូរប៉ុន្មានថ្មធំក៏ចាប់ចំណាស់បានរើដប់ហើយផឹកគាត់បានបោះវាចុះបន្ទាប់ពីគាត់បញ្ចប់ហើយក៏បរិសុទ្ធនោះបានក្អកចេញស្លេសពេញមាត់បរិសុទ្ធចំណាស់ឆ្ងល់ថាហេតុអ្វីបានជាគាត់ធ្វើបែបនេះតែគាត់ត្រូវបានគេប្រាប់ថាយ៉ាងណាក៏ដោយមនុស្សនៅខាងក្រោមយើងអាចញ៉ាំវាបានយើងមាន47គ្រាប់នៅលើវាដោយស្រទាប់លើស្រទាប់ហើយវាមិនមែនគ្រាន់តែជាអ្នកម្នាក់ឯងគាត់ប្រហែលជាកំពុងទៅបង្គោលពួកគេទាំងអស់គ្នាមានវាហើយបន្ទាប់មកបរិសុទ្ធមានអារម្មណ៍ថាក្តៅខ្លួនខ្លាំងបរិសុទ្ធចំណាស់ម្នាក់និយាយឡើងហើយរំលឹកបរិសុទ្ធនោះគាត់ត្រូវតែវាបានបន្សល់ទុកនៅអ្វីដែលមិនព្រោះចោលពីព្រោះមានតែវេទិកាប៉ុណ្ណោះដែលអាចចូលប្រើបានពួកគេនៅជាន់នេះអាហារនឹងជារបស់ពួកគេប្រសិនបើអាហារត្រូវបានគេលួចពីបន្ទប់សីតុណ្ហភាពនឹងបន្តកើនឡើងនៅទីបំផុតកៅបានដុតពួកគេទាំងអស់ពេលដូច្នោះបរិសុទ្ធនោះផ្លែប៉ោមនៅក្នុងដៃខ្ញុំហៀបនឹងត្រូវទម្លាក់ចោលទៅហើយមិនយូរប៉ុន្មានបន្ទប់មកសីតុណ្ហភាពបានត្រឡប់មកធម្មតាវេទិកានេះនៅតែមិនផ្លាស់ប្ដូរនៅថ្ងៃបន្ទាប់បានមកដល់តាមពេលវេលាកំណត់មិននឹកស្មានថាម្ហូបថ្ងៃនេះអ្វីនៅតែត្រូវបានបំផ្លាញកន្លែងនោះរញ៉េញណាស់ហើយបរិសុទ្ធចំណាស់នៅតែបានលុបជង្គង់នៅពីមុខវេទិកាពួកគេបានស៊ីអាហាររបស់ពួកគេអស់រលីងក្រោយពីញ៉ាំអាហាររួចគាត់ក៏ដើរទៅត្រង់អ្នកទោសថ្នាក់ក្រោមបានខ្ចាត់ខ្ចាយបរិសុទ្ធម្នាក់បានឃើញរឿងនេះពេលកំពុងបាត់ជើងខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលខ្ញុំលឺរឿងនេះបរិសុទ្ធនោះស្រាប់តែមានអារម្មណ៍ថាមានដុំទឹកមួយខ្លាំងមកលើគាត់ហើយគាត់ក៏ប្រញាប់ចាប់ខ្លួនការសន្និដ្ឋានដោយសួរអ្នកម្ខាងទៀតអំពីកន្លែងបរិសុទ្ធចំណាស់បាននិយាយថាមានប៉ុន្មានជាន់គាត់ក៏មិនបានដឹងទេយ៉ាងច្រើនបំផុតគាត់គ្រាន់តែឆ្លងកាត់ជាន់ទី132ហើយមើលចុះក្រោមបរិសុទ្ធនោះមានអារម្មណ៍យ៉ាងជ្រាលជ្រៅគាត់សម្លឹងមើលបរិសុទ្ធចំណាស់ដោយការងឿងឆ្ងល់វាមើលទៅមិនដូចវាតតែសោះគាត់កំពុងញ៉ាំអាហារប៉ុន្តែបរិសុទ្ធចំណាស់នោះបានទាញកាំបិតចេញហើយគាត់ទោះយ៉ាងណាក៏ដោយមានវិធីផ្សេងទៀតដើម្បីបន្តបរិសុទ្ធនោះមិនបានផឹកទឹកមួយដំណក់អស់រយៈពេល3ថ្ងៃមកហើយគាត់ក៏បានចូលបានរហូតដល់ថ្ងៃអាចទ្រាំទ្របានទៀតទេប្រយ័ត្នប្រយែងរើសសណ្ដែកបៃតងដោយប្រុងប្រយ័ត្នដាក់វាចូលក្នុងមាត់របស់អ្នកហើយភ្លក់វាដូប៉ាមីនដែលបញ្ចេញដោយសារធាតុនេះគាត់ចាប់ផ្ដើមឈួតបន្តិចម្ដងខ្លាចជាមនុស្សប្រុសមនុស្សបានសាំនឹងវានៅទីនេះហើយគាត់ចាប់ផ្ដើមធ្វើត្រាប់តាមបរិសុទ្ធចំណាស់ការខ្ជិះខ្ជាយអាហារដោយមិនប្រុងប្រយ័ត្នការជួបនិយាយពីអាហារដែលគាត់ចូលចិត្តគាត់ក៏ខ្ញុំបានញ៉ាំវារហូតដល់ខ្ញុំក្អួតព្រះអើយវេទិកានោះពិតជាបានរយម្នាក់ដែលមានសក់ញញៃបរិសុទ្ធនោះប្រញាប់ប្រញាល់បោះជំហានទៅមុខដោយចិត្តបានសួរនាងថាមានរឿងអ្វីកើតឡើងទោះជាយ៉ាងណាក៏ដោយស្ត្រីនោះមានការប្រុងប្រយ័ត្នចំណាស់នៅក្បែរគាត់រំលឹកបរិសុទ្ធកុំជ្រៀតជ្រែកក្នុងរឿងអ្នកដទៃអីនាងជាមនុស្សស្ត្រីឈួតរាល់ខែលើក្រោយស្វែងរកកូនរបស់នាងមិនយូរប៉ុន្មានធ្មនោះក៏ធ្លាក់ចុះមកម្ដងទៀតប៉ុន្តែមានបរិសុទ្ធខូខើពីរអ្នកនៅជាន់ទី49ហើយគ្រាន់តែមើលស្ត្រីនោះបរិសុទ្ធនោះបានអូសនាងចេញភ្លាមបន្ទាប់មកគាត់បានស្រែកដោយអស់សង្ឃឹមដោយព្យាយាមធ្វើឲ្យជប់ហើយថែមទាំងចង់ចុះទៅជួយទៀតពួកគេបានព្យាយាមបញ្ឈប់វាយ៉ាងប្រញាប់ប្រញាល់5ម៉ែត្រគូលចុះមកទោះបីជាគាត់មិនស្លាប់ក៏ដោយគាត់នឹងត្រូវពិការមួយសន្ទុះស្ត្រីរូបនោះបានឡើងលើផ្ទាំងថ្មនោះដល់ខ្លួនតែបរិសុទ្ធទាំងពីរអ្នកនោះលើកនេះមិនដែលកើតឡើងម្ដងទៀតទេទីបំផុតបរិសុទ្ធនោះបានដឹងរឿងនេះភាពភ័យរន្ធត់នៃពន្ធនាគារគាត់ចាប់ផ្ដើមពឹងផ្អែកលើបរិសុទ្ធចំណាស់វាសនាឲ្យចូលយើងសម្របខ្លួនទៅនឹងការពិតបរិខាននេះជាមួយតែវាចាស់លឿនគាត់ផ្ទាល់បានដឹកនាំមេរៀនមួយយប់នោះមួយក្លិនស្អុយមួយបានសាយភីពេញខ្យល់មកចុះបរិសុទ្ធចំណាស់បានប្រាប់បរិសុទ្ធនោះពួកគេកំពុងធ្វើយើងត្រូវបដូរជាន់សង្ឃឹមថាអញ្ចឹងអ្នកអាចទៅកន្លែងល្អបានយ៉ាងលឿនមនុស្សគ្រប់គ្នាបានមួយគេងយ៉ាងជ្រៅប៉ុន្តែបរិសុទ្ធនោះភ្ញាក់ឡើងប៉ុន្តែបានរកឃើញថាឥឡូវនេះខ្ញុំត្រូវបានចង់យ៉ាងតឹងរ៉ឹងនៅលើគ្រែហើយបរិសុទ្ធចំណាស់មិនមានផ្ទៃពុទេពួកគេបានមកដោយមានចិត្តណាល្អដោយសារតែជាន់នេះត្រូវបានកំណត់ទៅឲ្យកម្រមួយជាន់ទី171កំពុងរងចាំវេទិកម្មផ្ដល់នៅពេលដែលយើងទៅដល់ជាន់ទី171អាហារបានត្រៀមរួចរាល់ហើយតែស្លាកស្នាមមួយក៏មិនបានបន្សល់ទុកដែរខ្ញុំចង់ញ៉ាំបន្តិចនៅខាងក្រោមគ្រាន់តែឃើញបរិសុទ្ធចំណាស់កាន់អ្នកបម្រើធីរិចយ៉ាងណែនគាត់ត្រូវបានចងភ្ជាប់ទៅនឹងគ្រែនៅពេលនោះភីគីមខាងទីគាត់បាននឹងឯបរិសុទ្ធនោះថ្នមកាំបិតសម្រាប់លុងលោមចិត្តខ្ញុំមិនស៊ីវាដោយផ្ទាល់ទេជំនួសឲ្យការទម្លាក់វានឹងរងចាំ7វាត្រូវការពេលមួយថ្ងៃប្រសិនបើនៅតែមិនមានលទ្ធផលវិជ្ជមានក្នុងរយៈពេល7ថ្ងៃចុះមកគាត់នឹងដោយមិនប៉ះពាល់ដល់ជីវិតបរិសុទ្ធនៅក្រោមសមត្ថកម្មពីគាត់ខ្ចីអាហារខ្លះមកញ៉ាំដើម្បីបំពេញខាងលេខយ៉ាងណាមិញ7ថ្ងៃបានកន្លងផុតទៅចុះប៉ុន្តែនៅតែគ្មានអ្នកណាចុះពីចំណត់នេះបានញ៉ាំអាហារមួយខាំបរិសុទ្ធចំណាស់ដែលឃ្លានអស់រយៈពេល7ថ្ងៃអាចទ្រាំបានទៀតទេមានតែទ្រាំទៅឃើញគាត់ដកកាំបិតចេញស្រាប់តែហើយខោរបស់បរិសុទ្ធនោះវាបានហែកធំរបស់គាត់ពោះជាក់ស្ដែងបរិសុទ្ធនោះបានចាស់ទៅហើយអាហារនៅលើចានគ្រាន់តែនៅក្នុងគ្រាដ៏អស់សង្ឃឹមនេះប៉ុណ្ណោះស្ត្រីម្នាក់បានចុះពីលើវេទិកានាងបានវាយដបមួយទៅលើបរិសុទ្ធចំណាស់ក្បាលរួចយកមួយតូចចេញកាំបិតបានចាក់ចំបរិសុទ្ធចំណាស់នោះហើយដូច្នេះដែលមានជំនួយពីស្ត្រីនោះបរិសុទ្ធនោះត្រូវបានជួយសង្គ្រោះដោយជោគជ័យគាត់បានចុះមកប៉ុន្តែអាចរងចាំបានតែរហូតដល់ពីបាននេះខ្ញុំបានឃើញរឿងមួយដ៏ការដ៏រំភើបមួយបានកាត់ឡើងដែលស្ត្រីកំពុងញ៉ាំអាហារចាស់បន្តិចម្ដងក្បាលឃើញបរិសុទ្ធញាក់ឡើងស្ត្រីក៏ក្រោកឈរឡើងសេះត្រូវបានចិញ្ចឹមដោយសាច់មួយដុំវាស្ទើរតែដល់បូមាត់របស់គាត់ប៉ុន្តែវាគួរជាបានធ្វើឲ្យបរិសុទ្ធទាំងស្រុងមិនអាចលេបបានប៉ុន្តែដើម្បីរស់រានមានជីវិតគាត់ក៏គ្មានវិធីផ្សេងទៀតក្រៅពីស៊ូទ្រាំនឹងវាទេខ្ញុំបានលេបទឹកមាត់ចង្អោរហើយដូច្នេះខ្ញុំបានស៊ូទ្រាំវារយៈពេល1ខែបរិសុទ្ធនោះភ្ញាក់ឡើងម្ដងទៀតគាត់ត្រូវបានចាត់តាំងឲ្យទៅទី33មិត្តរួមបន្ទប់ថ្មីគឺជាជាន់មួយហើយស្ត្រីម្នាក់ហើយក៏កំពុងកាន់គ្រាន់តែជាឆ្កែមួយក្បាលប៉ុណ្ណោះវាហាក់ដូចជារៀបចំសម្រាប់ការចាត់តាំងទៅថ្នាក់ក្រោមស្ត្រីរូបនោះបាននិយាយថាមាន200ជាន់នៅប្រសិនបើមនុស្សគ្រប់គ្នាមិនធ្វើខ្ជិះជាអាហារទោះបីជាអ្នកមកដល់ក៏ដោយសូម្បីតែអ្នកដែលនៅបាតសង្គមក៏អាចរកអាហារបានដែរហើយប៉ុន្តែបរិសុទ្ធនោះនិយាយថាគាត់ឆ្អែតខ្ញុំបានសាកល្បងវាហើយគ្មានអ្វីនៅទីនោះមិនស្ដាប់ប៉ុន្តែស្ត្រីនោះនៅតែជ្រើសរើសសាកល្បងវានាងបានចែកអាហារដល់មនុស្សម្នាក់ដាក់វានៅក្នុងចានមួយហើយប្រាប់ស្រទាប់ខាងក្រោមមនុស្សយោងទៅតាមអាហារនៅលើចានញ៉ាំអាហាររួចចែកចាយវាឡើងវិញសម្រាប់មនុស្សនៅកម្រិតបន្ទាប់ត្រូវបានបន្តពីមួយស្រទាប់ទៅមួយស្រទាប់ចុះទៅក្រោមវិញប៉ុន្តែមនុស្សនៅខាងក្រោមកំពុងប្រឈមមុខស្ត្រីនោះចាប់ផ្ដើមជាប្រមាថធ្វើឲ្យនាងកុំជ្រៀតជ្រែកក្នុងរឿងរបស់អ្នកដទៃនិងអ្នកដែលចូលនោះលេងអាចទ្រាំទ្របានទៀតហើយនិយាយនៅបាតសង្គមបានស្រែកដោយកំហឹងបើនាងមិនធ្វើតាមការណែនាំទេនាងនឹងលាមកលើអាហារវិធីសាស្ត្រនេះពិតជាមានប្រសិទ្ធភាពមែនមនុស្សពីរអ្នកស្ងាត់ឈឹងបន្ទាប់ពីដូច្នេះជាច្រើនប៉ុន្តែវណ្ណៈខ្ពស់បានរងទុក្ខលុះត្រាតែមានការគំរាមកំហែងទេពួកគេនឹងនៅតែចេះតែវិធីសាស្ត្រនេះមិនអាចអនុវត្តបានទេនៅថ្ងៃបន្ទាប់នៅពេលដែលដុំធ្មនោះបានរំចុះមកស្ត្រីឈួតនោះកំពុងដេកលើវាហាក់ដូចជានាងបានរងរបួសធ្ងន់ធ្ងរបរិសុទ្ធទាំងពីរអ្នកបានជួយស្ត្រីឈួតនោះយ៉ាងរហ័សពួកគេបានលើកនាងឡើងលើគ្រែហើយដាក់នាងនៅព្យាបាលត្រូវបានប៉ុន្តែនៅពាក់កណ្ដាលអាធ្រាត្រស្ត្រីទាំងពីរអ្នកនោះភ្លាមនោះក៏មានការប្រយុទ្ធគ្នាកាត់ឡើងបរិសុទ្ធគេបានរត់ទៅបញ្ឈប់គាត់តែបែរជាដឹងថាវាបង្ហាញថាស្ត្រីឈួតនោះបានយករបស់ខ្ញុំត្រូវបានគេស្រោចហេតុការណ៍នេះស្ត្រីរូបនោះដោយអស់សង្ឃឹមទាំងស្រុងនាងលេងកំពុងគិតអំពីការធ្វើការផ្លាស់ប្ដូរគ្រាន់តែដើម្បីអាចចេញទៅក្រៅបានទាំងរូបយ៉ាងណាមិញមួយខែបានកន្លងផុតទៅពេលបរិសុទ្ធនោះភ្ញាក់ពីសន្លប់ពេលមកដល់ឃើញហើយភ័យស្លន់ស្លោនៅក្នុងឈុតមួយស្ត្រីនោះបានគាត់បានចង់សម្លាប់ខ្លួននៅចំពោះមុខពួកគេហើយរអត់ក៏បានឈានដល់កម្រិតគួរឲ្យភ្ញាក់ទី202តើគប់ដ៏គួរឲ្យខ្លាចនេះជាអ្វីឲ្យតើមានស្រទាប់ប៉ុន្មានបរិសុទ្ធនោះត្រូវបានបំផ្លាញទាំងស្រុងវេទិកានេះទេទាំងស្រុងដប់នោះហើយគាត់បាននៅទីនោះអស់រយៈពេល7ថ្ងៃហើយ
បុរសនោះបានលេចមុខមកវិញលើកនេះគាត់បានយល់ច្រឡំថាខ្លួនឯងមានអារម្មណ៍វង្វេងស្មារតីនៅពេលនោះគាត់បានឃើញបុរសស្រីដែលស្លាប់មួយនៅទីបំផុតបំណងប្រាថ្នាបានឈ្នះភាពសំហេតុផលបាននាំឲ្យបុរសនោះលើកដៃឡើងបិទបានរំកិលទៅមុខយឺតសាកសពស្ត្រីនោះដែលធ្លាប់មានបទពិសោធន៍ពីមុនមកក្រោយមកបុរសនោះបានជោគជ័យមួយខែបានកន្លងផុតទៅហើយយើងរងចាំពេលគាត់ភ្ញាក់ពីដំណេកម្ដងទៀតគាត់ក៏បានរកឃើញឥឡូវនេះខ្ញុំបានមកដល់ជាន់ទី6ហើយមិត្តរួមបន្ទប់ថ្មីរបស់គាត់គឺជាព្រះបុរសស្បែកខ្មៅម្នាក់ដែលមានអារម្មណ៍គាត់បន្តសម្លឹងមើលជាន់ខាងលើអ្នកទោសបានស្វែងរកជំនួយព្រោះនេះជាលើកដំបូងហើយដែលគាត់ឡើងដល់កំពូលបែបនេះចេញគឺចិត្តដល់ហើយគាត់សង្ឃឹមថាមនុស្សខាងលើអាចជួយគាត់ឲ្យរត់គេចពីទីនេះបានពេលគាត់និយាយរួចគាត់ក៏ដកដៃចេញខ្សែពួរត្រូវបានបោះឡើងលើហើយបន្ទាប់មកគាត់ក៏ងើយមុខឡើងដោយរំភើបកំពុងឡើងខណៈពេលដែលគាត់ធៀបនឹងទៅដល់ចំណុចជាន់ទី5នៅឆ្ងាយតែមួយជំហានទៀតគាត់លូកដៃយឺតដោយសង្ឃឹមថាមិត្តរួមបន្ទប់របស់គាត់អាចជួយគាត់បានដូចដែលវាបានប្រែក្លាយពួកគេពិតជាបានទាញគាត់ចេញមែនបុរសស្បែកខ្មៅស្ទើរតែធ្លាក់ចូលទៅក្នុងទីជ្រៅសំណាងល្អបុរសនោះបានអន្តរាគមន៍ត្រូវបានជួយសង្គ្រោះឲ្យគាត់ខឹងយ៉ាងខ្លាំងលាងសម្អាតមុខរបស់អ្នកឲ្យស្អាតសិស្សមកជនជាតិស្បែកខ្មៅមិនបានរួចផុតពីគ្រោះមហន្តរាយនោះឲ្យអារម្មណ៍ធូរស្រាលនាងបែរជាស្រក់ទឹកភ្នែកនៅក្នុងពន្ធនាគារដែលមានជាន់រាប់រយជាពេលតែមួយគត់ដែលគាត់នៅឆ្ងាយពីផ្ទះច្រកចេញគឺនៅជិតណាស់ប៉ុន្តែវាបានបាត់បង់ទៅហើយខ្សែពួរនេះធ្វើឲ្យការរត់គេចពីពន្ធនាគារស្ទើរតែជាការស្រមេស្រមៃនៅយប់នោះបុរសនោះបានរកឃើញចាស់ខ្មៅបេះដូងរបស់គាត់ស្លេកស្លាំងគាត់បាននិយាយថាគាត់មានគំនិតឆ្កួតមួយច្បាប់នេះទោះបីមិនអាចទម្លុះពន្ធនាគារបានក៏ដោយផ្លាស់ប្ដូរច្បាប់នៅក្នុងពន្ធនាគារនោះគឺពួកគេធ្វើតាមអាហារជារៀងរាល់ថ្ងៃវត្ថុទាំងនោះបានចុះមកចិត្តគ្នាដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាអាចទទួលបានអាហារខ្លះពិធីនោះមនុស្សគ្រប់គ្នាអាចរស់បានប៉ុន្តែកម្លាំងរបស់គាត់ផ្ទាល់នោះនៅមិនទាន់គ្រប់គ្រាន់ទេត្រូវការជំនួយពីឡាវហេនាងបានយល់ព្រមយ៉ាងងាយតាមសំណើរបស់បុរសនោះពួកគេបានយកក្រែមមកនៅថ្ងៃបន្ទាប់ដោះដំបងដៃពីលើចេញដូចជាអាវុធរហូតដល់ថ្មធំមកដល់នៅជាន់ទី6ពួកគេទាំងពីរនាក់អាហារបានរលាយអស់ហើយប៉ុន្តែដើម្បីធានាបាននូវអាហារគ្រប់គ្រាន់ចាំបាច់ត្រូវមានពួកគេត្រូវការមនុស្សនៅជាន់ទី50ដំបូងពួកគេឃ្លានមួយថ្ងៃព្រោះពួកគេមានអាហារញ៉ាំរាល់ថ្ងៃសំខាន់គឺថាអ្នកនឹងមិនស្លាប់ដោយសារខកខានអាហារដូច្នេះពួកគេបានប្រើកម្លាំងឈប់អ្នកដែលចង់ញ៉ាំទៅមនុស្សដែលកំពុងញ៉ាំអាហារប៉ុន្តែគ្រាន់តែពេលនោះតែបុរសនោះបានជួបបុរសឆ្លាតវៃម្នាក់បុរសចំណាស់បានប្រាប់ពួកគេថាការធ្វើដូច្នេះមិនមែនវាគ្មានប្រសិទ្ធភាពទេពីព្រោះបំពង់ខាងលើអ្នកទទួលខុសត្រូវមិនដឹងអំពីពន្ធនាគារទេស្ថានភាពដូច្នេះអ្វីដែលពួកគេត្រូវធ្វើគឺផ្សព្វផ្សាយឲ្យគេដល់ព័ត៌មានអ្នកទាំងពីរបានយល់ពីបុរសចំណាស់នោះភ្លាមចិត្តណាគឺច្បាស់លាស់ដូច្នេះពួកគេបានយល់ខេកជាព័ត៌មានការបញ្ជូនប៉ុន្តែជាមួយវេទិកាដោយសារចំនួនប្រជាជនធ្លាក់ចុះមនុស្សព្រៃក៏ថយចុះកាន់តែច្រើនឡើងបានមកដល់ហើយពួកគេទាំងពីរចំណីអាហារមួយដើម្បីចាប់តាមការវាយប្រហារយោធាឆាប់នេះបន្ទាប់មកវេទិកាបានទៅដល់ជាន់ទី100ក្រោមនេះពិព័រណ៍នេះអំពីស្ថានភាពដ៏គួរឲ្យរំភើបពេលពួកវាគេឃើញមានភាពអត់ឃ្លានគ្រប់ទីកន្លែងសាកសពនឹងការប្រយុទ្ធគ្នាក្នុងរង្វង់គ្រួសារកន្លែងកើតហេតុនៃការសម្លាប់ពួកគេបានប្រញាប់ប្រញាល់ខ្ញុំបានជួបអ្នកមុនម្ដងទៀតស្ត្រីឈួតនោះនៅពេលនេះនាងកំពុងត្រូវបានហានបានដោយកម្លាំងខ្លួនឯងឲ្យដួលលើគ្រែបន្ទាប់មកដោយកំហឹងខ្លាំងគាត់បានចាក់សម្លាប់ចូលទៅក្នុងខ្លួននាងឃើញឈុតនេះបុរសនោះបានស្ទុះទៅមុខភ្លាមដើម្បីបញ្ឈប់នាងបានគ្រវីអាវុធធ្ងន់របស់នាងដៃនៅតែបន្តវាយបុរសរឹងមាំនៅលើមុខរបស់គាត់ហើយនៅពេលនេះមួយទៀតឃើញដូច្នេះអ្នកទោសនៅតែចង់ឡើងទៅទៀតខ្ញុំបានទៅជួយប៉ុន្តែត្រូវបានអូតឡាគាត់ត្រូវបានសម្លាប់ដោយការទេកំភ្លៀងប៉ុន្តែគាត់ត្រូវបានបុរសស្បែកខ្មៅចំណាស់ទាត់ទាំងពីរបានប្រយុទ្ធគ្នាយ៉ាងសាហាវយ៉ាងឆាប់រហ័សបន្ទាប់ពីការប្រយុទ្ធដ៏ខ្លាំងក្លាមួយក្រោយមកអ្នកទោសទាំងពីរអ្នកត្រូវបានដោះស្រាយរួចរាល់ហើយប៉ុន្តែនៅពេលនេះបុរសនោះនិងបុរសស្បែកខ្មៅនោះធ្លាប់មានជីវិតយ៉ាងធ្ងន់ធ្ងរហើយស្ត្រីនោះក៏ពួកគេបានឈប់ដកដង្ហើមរួចហើយដង្ហើមចុងក្រោយពិបាកទប់ណាស់វាពិបាកក្នុងការឡើងលើវេទិកាប៉ុន្តែវាគឺជាវាលស្រែដែលពួកគេបានឃើញកំពុងសម្លឹងចុះក្រោមការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយរងចាំរហូតដល់ជាន់ទី100កន្លែងនេះនឹងមិនដូចយ៉ាងណាក៏ដោយគ្មានសញ្ញានៃជីវិតទេវេទិកាមិនបានឈប់ទេអត្ថន័យគឺមិនច្បាស់លាស់ទេប៉ុន្តែពេលវេលាបានកន្លងផុតទៅហើយប្រជុំមុខនឹងការប្រជុំកើតចុះក្រោមហើយនេះជាចំនួនជាន់វាបានឈានដល់កម្រិតគួរឲ្យភ្ញាក់ផ្អើល333នៅលើឥដ្ឋពួកគេបានធ្វើអភូតហើយមានក្មេងប្រុសម្នាក់ទៀតប៉ុន្តែគ្មានអ្នកណាផ្សេងទៀតនៅទីនេះដឹងពីរបៀបដែលគាត់បានឃើញវាក្មេងប្រុសកំសត់នោះនៅទីបំផុតបុរសនោះនៅតែសម្រេចចិត្តយកដំរីនោះការបំបើនឹងខេកបង្ហាញពីព័ត៌មានគាត់ត្រូវបានគេឲ្យអាហារហើយបន្ទាប់មកពួកគេលែងអាចទុកខ្លួនបានទៀតហើយបានកន្លងផុតទៅហើយរហូតដល់បុរសពេលគាត់ភ្ញាក់ពីដំណេកម្ដងទៀតគាត់បានរកឃើញថាបុរសស្បែកខ្មៅបានបាត់បង់ឈាមច្រើនពេកហើយគាត់ដកដង្ហើមហើយពោពេញដោយភាពអស់សង្ឃឹមប្រើកម្លាំងចុងក្រោយក្មេងប្រុសត្រូវបានដាក់នៅលើវេទិកាប៉ុន្តែនៅពេលនោះគាត់ហាក់ដូចជាខ្ញុំបានឃើញបុរសចំណាស់នោះម្ដងទៀតក្បាលបុរសចំណាស់បានប្រាប់បុរសនោះក្មេងប្រុសវាជាព័ត៌មានប៉ុន្តែគាត់មិនដឹងអ្វីទាំងអស់ទេក្រោមការណែនាំរបស់គាត់បុរសនោះគាត់ដើរចុះមកទាំង